ស្និកជនទាំងឡាយជាទីមេត្រីស្រុកជាងហៃជាតំបន់ឆ្នេរសមុទ្រសេដ្ឋកិច្ចសំខាន់គឺចិញ្ចឹមចលផលនិងដាំដំណាំកាលទៅបានបង្កើតខេត្តសាជាថ្មីលក្ខណៈអំពីហេដ្ឋារចនាសម្ព័ន្ធជនបទមានការលំបាកជាច្រើនប៉ុន្តែដោយមានការខិតខំផ្ដុំកម្លាំងសាមគ្គីនិងការបដិញ្ញាខ្ពស់របស់បកភិក្រដ្ឋអំណាចនិងប្រជាជនស្រុកជាងហៃបានឆ្លងកាត់ការលំបាកនិងសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈក្នុងការកសាងនិងពង្រីកសេដ្ឋកិច្ចសង្គមគិច្ចក្នុងនេតិបកក្នុងការនៅផ្សាយប្រចាំសប្តាហ៍នេះសូមអញ្ជើញទស្សនិកជនទាំងឡាយតាមដានបទជការមានចំណងជើងថាសមិទ្ធផលនៃការកសាងនិងពង្រីកសេដ្ឋកិច្ចសង្គមគិច្ចរបស់បកភិក្ខស្រុកជាងហៃដោយមានខ្លឹមសារដូចតទៅគមនាគមន៍ធារាសាស្ត្របានកសាងនិងបើកទូលាយបណ្ដាញអគ្គិសនីបានទៅដល់ជនបទប្រទេសរឹងមាំសាលារៀនភាសាដំណាក់សុខាភិបាលស្អាតស្អំបរិស្ថានជនបទជ្រះស្អាតនៅតាមចិញ្ចើមថ្នល់ជនបទមានប្រការរីកដោយចម្រុះពណ៌យ៉ាងល្អប្រណិតនោះគឺជាទិដ្ឋភាពថ្មីនៅស្រុកយីងហៃនាសប្តាហ៍ថ្ងៃនេះដោយកំណត់ការកសាងជនបទថ្មីជាគ្រឹះធាតុសំខាន់ដើម្បីបន្តការខិតខំអនុវត្តសម្រាប់គោលដៅលើកស្ទួយជីវភាពទាំងសម្ភារៈនិងទាំងស្មារតីជូនប្រជាជនគណៈកម្មាធិការបក្សស្រុកគណៈកម្មាធិការប្រជាជននិងផ្នែកស្ថាប័នអង្គការមហាជនស្រុកយីងហៃបានបំផុសចលនាការប្រឡំប្រណាំងជាច្រើនប្រជាប់ជាមួយការប្រមូលផ្ដុំកម្លាំងរបស់ទូទាំងប្រព័ន្ធនយោបាយចូលរួមដល់ឆ្នាំ2022ស្រុកយីងហៃសម្រេចបាន9លើ9បទដ្ឋានស្រុកជនបទថ្មីឃុំ 100% បានទទួលសកលសម្រេចសម្បទាជនបទថ្មីក្នុងនោះមានឃុំ3កន្លែងក្នុងចំណោមឃុំ6កន្លែងសម្រេចសម្បទាជនបទថ្មីកម្រិតខ្ពស់ប្រាក់ចំណូលគិតជាមធ្យមរបស់មនុស្សម្នាក់ទទួលបាន64លាន870ពាន់ដុងក្នុងមួយឆ្នាំចំពោះលទ្ធផលនេះដំណាច់ឆ្នាំ2022ស្រុកយីងហៃបានទទួលសកលសម្រេចសម្បទាស្រុកជនបទថ្មីនេះជាការខិតខំផ្ដុំកម្លាំងរបស់បកភិក្ខរដ្ឋអំណាចនិងប្រជាជនស្រុកយីងហៃក្នុងការបំផុសស្មារតីសាមគ្គីពង្រីកសក្តានុពលនិងព្រៀបរបស់មូលដ្ឋានការអនុវត្តសេចក្តីសម្រេចស្តីពីការកសាងជនបទថ្មីបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចពង្រីកវប្បធម៌អប់រំដោះស្រាយការងារធ្វើកាត់បន្ថយភាពក្រីក្របង្កើនប្រាក់ចំណូលជូនកសិករនិងកសាងប្រព័ន្ធនយោបាយស្អាតស្អំម៉មពូកែទៅកាន់ស្រុកយីងហៃនាសប្តាហ៍ថ្ងៃនេះយើងបានឃើញច្បាស់ការផ្លាស់ថ្មីពិតប្រាកដនៃតំបន់នេះទិដ្ឋភាពជនបទក្រីក្រមានការផ្លាស់ថ្មីយ៉ាងច្បាស់ថ្នល់ក្រាលកៅស៊ូថ្នល់បេតុងបានតភ្ជាប់ពីភូមិមួយទៅភូមិមួយប្រទេសធំទូលាយប្រជាជនធ្វើដំណើរងាយស្រួលតាមថ្នល់បានកសាងរឹងមាំនៅភូមិទាំងអស់ក្នុងឃុំមានគ្រប់គ្រួសារសុទ្ធតែមានអគ្គិសនីនិងទឹកជ្រះប្រើប្រាស់ជីវភាពច័ន្ទជួបរាច័ន្ទរួនជាតិខ្មែររបស់យើងនេះគឺថាកាលមុនឆ្នាំ1995នៅឡើងទៅមុខនោះឃើញថាជីវភាពនេះវាក្រលំបាកណាដល់ឥឡូវវិញទៅទិញដីមកចាក់ដើម្បីនឹងសង់ប្រតាក្បឿងតំបន់ដកដាច់ស្រយាលនៅខាងនៅប្រែកជិនបូនក៏លោកគឺអគ្គិសនីចូលទៅដល់អស់ហើយបានលទ្ធផលគ្រប់ចម្រើនគ្រប់យ៉ាងបញ្ហាទី1ខាងភ្លឺក្នុងផ្ទះសម្បែងបញ្ហាទី2ក្នុងការដែលយើងបង្កើនចិញ្ចៀមនុចលផលសាលារៀនហើយផ្ទះសម្បែងប្រជាច័ន្ទវិញឡូននេះគឺគ្រប់សម្បូរបែបយើងឃើញសាលារៀនឡូននេះគឺថាវាមានការលំនឹងហើយសាលារៀនញ៉ាំពីសាលារៀនលំនឹងហើយក៏មានខ្វះទៀតទេណាគេកូនចៅរៀនសូត្រតឡូននេះគឺថាផ្លូវថ្នល់នេះវាហូរហែកូនចៅមករៀនដោយស្រួលពេលដើមនោះបើកូនចៅនៅឯក្រៅចង់មកមិនទៅលុយលបាប់ឆ្លងទូកឆ្លងស្អីដល់ឡូនម៉ូតូថ្នល់ឡើងមករត់ព្រួយចុះព្រួយឡើងពុកម៉ែគេជូនមកហើយមានការនោះគឺថាធ្វើឲ្យប្រជាច័ន្ទនេះមានការរំភើបហើយកូនចៅរៀនបានច្រើនលោកគឹមស្វាន់លេខាសាខាបកភូមិភ្នំថ្នត់ឃុំដងសឹងស្រុកយីងហៃបានឲ្យដឹងបន្ថែមទៀតថាប៉ុន្មានឆ្នាំកន្លងភូមិភ្នំថ្នត់បានវិនិយោគទុនជាស្ដារព្រែកប្រឡាយធានាទឹកស្រោចស្រពចិញ្ចឹមជលផលនិងការធ្វើស្រែរបស់កសិករបានងាយស្រួលមានកសិករក្នុងភូមិសាស្ត្របានអនុវត្តទម្រង់ផលិតស្រូវរួមផ្សំជាមួយការចិញ្ចឹមជលផលទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
ជីវភាពរបស់ប្រជាជនក្នុងភូមិមានស្ថិរភាពនិងបានលើកស្ទួយជានិច្ច ក្នុងការពង្រីកនៅសេដ្ឋកិច្ចរដ្ឋាភិបាលក្នុងនោះមានបកនិងរដ្ឋនៅគ្រប់លំដាប់ថ្នាក់ពីខេត្តរហូតដល់ស្រុកដល់ឃុំបានយកចាត់ទុកដាក់នៅភូមិលសយអានេះគឺដល់ច្រើនបានបង្វែរហេដ្ឋារចនាសម្ព័ន្ធនៅមានការវឹកហាត់លិតដំឲ្យប្រជាជនដេញការចិញ្ចឹមនៅចលផលបង្កើននៅផលធ្វើស្រែចម្ការឃើញថាមានលទ្ធផលមានច្រើនគឺថាលសយអាទាំងមូលនេះគឺយើងចិញ្ចឹមហៅថាចិញ្ចឹមធម្មជាតិចែកពីរដូវទី1គឺថារដូវវស្សាយើងធ្វើស្រែហើយនៅគួរផ្សំនឹងការចិញ្ចឹមបង្កងភាពហើយនឹងការដាំដុះបន្តិចបន្តួចទៅតាមលើភ្លឺទំនប់ហើយយើងរដូវទី1រដូវទី2ក៏ដល់រដូវប្រាំងយើងបង្វែរមកយើងចិញ្ចឹមនៅបង្គាអ្នកនឹងការចិញ្ចឹមក្តាមសមុទ្រកាលពីឆ្នាំ1997ភ្ជួរលេខ5ឆ្លងផាត់តូនគឺជីវភាពរបស់ខ្មែរយើងនឹងដោយបានការដឹកនាំរបស់បកនិងរដ្ឋាភិបាលរបស់យើងនឹងគឺថាបង្ហាញផ្លូវឲ្យយើងនឹងគឺថាធ្វើអយមកបានយកអត្រា0.5%ឲ្យប្រជាជនហ្នឹងបាល់ហើយយកមករួមសហការជាមួយគ្នាលើកទំនប់ដែលយើងលើកទំនប់នឹងធ្វើបានផលដល់សម័យឥឡូវនេះឃើញថាអូយក្រន់មែនតែនមិនមែនថានួតវាលខ្វែងមានផ្ទៃដីជាង300ហិកតាស្ថិតនៅភូមិភ្នំថ្នត់ឃុំដូងសឹងស្រុកវីងហៃដែលកាលពីមុនជាព្រៃគ្មានតម្លៃសេដ្ឋកិច្ចអាស្រ័យដោយបានកសាងថ្នល់ជនបទនិងជាស្ដារព្រែកប្រឡាយសប្តាហ៍តំបន់វាលខ្វែងនេះអាចនាំមកនៅប្រាក់ចំណេញជូនកសិករជាង60លានដុល្លារក្នុង1ហិកតាក្នុង1ឆ្នាំតាមលោកគឹមស្វាន់ក្នុង1ឆ្នាំតំបន់ដីនេះមានទឹកសាប6ខែនិងទឹកប្រៃ6ខែក្រៅពីការចិញ្ចឹមជលផលក្នុងបណ្ដាខែទឹកប្រៃនៅពេលដែលមានភ្លៀងធ្លាក់ប្រជាជនម្ចាស់ការស្ដុកទឹកសាបក្នុងស្រែនិងចាប់ផ្ដើមសាបព្រោះស្រូវមួយរដូវក្នុង1ឆ្នាំជាពិសេសក្នុងដំណាក់កាលផលិតប្រជាជនដាច់ខាតមិនប្រើថ្នាំកម្ចាត់ដង្កូវក្រាឡើយគឺវាបៀងផលិតស្រូវជ្រះតាមសម្បទាធម្មជាតិព្រោះក្នុងស្រែនីមួយៗមានគួបផ្សំជាមួយចិញ្ចឹមបង្កងសាវទាវដើម្បីមិនអោយបាត់បង់ធនធានជលផលធម្មជាតិហេតុនោះបាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជីវភាពរបស់ប្រជាជនបានលើកស្ទួយនេះជាភូមិភ្នំថ្នត់ដែលកាលពីមុនជាភូមិក្រីក្របំផុតរបស់ឃុំដូងសឹងជីវភាពមានការលំបាកច្រើនសុទ្ធតែជាប្រទេសស្លឹកទ្រុឌទ្រោមត្រូវជំនួយកសាងតាមកម្មវិធី134 135ជាដើមប៉ុន្តែមកដល់ពេលនេះនៅទីនេះកសាងបានប្រទេសថ្មីយ៉ាងរឹងមាំដោយសមត្ថភាពរបស់ខ្លួនអាស្រ័យដោយបានវិនិយោគពីបណ្ដាប្រភពទុនរបស់រដ្ឋជាពិសេសគឺទុនពីកម្មវិធី135របស់រដ្ឋាភិបាលជំនួយដល់ឃុំជាប់ការលំបាកខ្លាំងរួមជាមួយទុនកសាងជនបទថ្មីចាប់តាំងពីឆ្នាំ2016មកដល់ពេលនេះបានធ្វើឲ្យផ្លាស់ថ្មីតំបន់វាលខ្វែងនិយាយរលែកនិងតំបន់ជនរួមជាតិខ្មែរក្នុងភូមិសាស្ត្រឃុំដូងសឹងនិយាយរួមចំណែកធ្វើឲ្យផ្លាស់ថ្មីទិដ្ឋភាពជនបទរបស់ឃុំផ្ដើមពីតំបន់ដីកូកាំងផលិតស្រូវបានតែមួយរដូវក្នុង1ឆ្នាំដោយគ្មានប្រសិទ្ធភាពមកដល់ពេលនេះលោកថៃងុកភឿងនៅភូមិបាយ៉ាមឃុំដូងសឹងស្រុកវីងហៃអាចទទួលបានប្រាក់ចំណេញពី15លានដល់20លានដុល្លារក្នុងមួយរដូវក្នុងផ្ទៃដីស្រែមួយកង់នេះអាស្រ័យដោយបង្វែរមកដាំដំណាំខ្ពស់ជាងផលិតស្រូវពី3ដល់4ដងអាស្រ័យហេតុនោះជីវភាពរបស់គ្រួសារលោកឈានឡើងធូរធារចែកខេត្តហើយប្រែមនោះនៅតំបន់វាជ្រៅនេះហើយlàទី1làផ្លូវដើរcũng cóមានហើយអគិសនីcũngអត់មានហើយđiដាក់ដងទឹកដងស្នប់នោះcũng cóមានលុយដាក់ហើយការដាំដុះដោយឲ្យទាំងសង្គមគ្រួសារយើងដាំដុះនោះcũng cóមានធ្វើបានហើយនេះក្នុងនេះយើងញ៉ាប៉ាក់នឹងរត់ហើយមានគ្រប់កម្មវិធីជួយឲ្យយាយតាមានយើងនៅជនបទនេះមានអាឡូនេះមានអគិសនីផ្លូវដើរហើយអាឡូនេះតាស់នៅទេយើងនិយាយខ້ອຍនិយាយទេការរីកចម្រើននៅភូមិបាយ៉ាមនេះthìសំខាន់ផាត់រឿងផ្លូវដើរហ
hơi nâng cả khi nâng phương ký sinh đi vậy tại những từ với tùm bản ninh làm là ri chìm rợn trong nâng rừng rổ xi không kịch án ការដំបងឡើយយើងទៅចែកខេតមកហ្នឹងក៏មិនតានមានការរីកចម្រើនប្រហែលទេនៅផ្លូវដើរហើយនឹងមានភ្លើងអគ្គិសនីនោះមិនតានមាននៅប្រើភ្លើងតាមបុរាណនៅឡើយប្រើចង្កៀងប្រេងកាតហើយដល់ក្រោយមកជាបន្តគឺថាដោយគោលនយោបាយរបស់បកនឹងរដ្ឋបានមានគោលនយោបាយដើម្បីជំនួយដល់ប្រជាជនខ្មែរយើងបើអញ្ចឹងទេរដ្ឋដែលបានជំនួយឲ្យប្រជាជននឹងមានការភ្ញាក់រលឹកហេតុនោះនៅសម័យបច្ចុប្បន្នក្នុងការរីកចម្រើនរបស់ភូមិយាមអានៅយើងគឺថាវាមានការរីកចម្រើនគឺមានផ្លូវមានភ្លើងអគ្គិសនីសម្រាប់បំភ្លឺតាមផ្លូវផងក្នុងគ្រួសារផងហើយដោយឡែកការដាំដុះឬធ្វើស្រែគឺថាយើងមានបង្កើតចោះដួងស្នប់ដើម្បីយើងយកទឹកស្រោចដំណាំក៏មានទិដ្ឋភាពជនបទថ្មីនៅស្រុកវីងហៃមួយថ្ងៃកាន់តែផ្លាស់ថ្មីនោះគឺជាសក្ខីភាពអំពីគោលការណ៍ដោះត្រឹមត្រូវនិងរបៀបធ្វើសមស្របមានប្រសិទ្ធភាពរបស់គណៈកម្មាធិការបករដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងការបដិកម្លាំងស្របចិត្តស្របគំនិតរបស់បកភិកនិងប្រជាជនក្នុងស្រុកក្នុងការអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីការរីកចម្រើនរបស់ស្រុកវីងហៃគឺជាឆ្នន់ដើម្បីមូលដ្ឋានរីកចម្រើនក្នុងរយៈពេលខាងមុខក្នុងដំណាក់កាលរីកចម្រើនថ្មីបកភិករដ្ឋអំណាចនិងប្រជាជនស្រុកវីងហៃមានក្តីមោទនៈចំពោះលទ្ធផលដែលសម្រេចបានខិតខំសម្រេចគោលដៅคล้ายជាស្រុករីកចម្រើនរបស់ខេត្តដោយបំណងឈានឡើងជាស្រុករីកចម្រើនយ៉ាងឆាប់រហ័សនិងស្ថិរភាព